ចាសស្ដីបងថ្ងៃនេះដែរខ្ញុំបានមកប្រៃទៀតហើយចាមកម្ដងនេះបានថតសកម្មភាពអីវែងឆ្ងាយទេចេញមកដល់គឺថតផ្លែធម្មជាតិប្រៃតែម្ដងចានេះហៅផ្លែបាញ់ញ៉ាញ់អ្នកនរគ្នាហើយធម្មជាតិប៉ិតតែម្ដងចាបន្ទាប់មកយើងក៏ចាប់ផ្ដើមដើរចូលទៅក្នុងបរិយាអញ្ចឹងអ្នកនរគ្នាដើម្បីរកមើលផ្សិតឬក៏បេះអីផ្សេងអញ្ចឹងអ្នកនរគ្នាចាហើយពេលយើងដើរចូលទៅក៏បានជួបជាមួយនឹងផ្លែផ្អើអ្នកនរគ្នាហៅតុំផ្អើអញ្ចឹងអ្នកនរគ្នាហើយខ្ញុំសូវជាចេះស្គាល់មិនដែរអ្នកនរគ្នាតែនឹងហៅតុំផ្អើវារសជាតិវារៀងផ្អែមតិចរៀងសាបអញ្ចឹងអ្នកនរគ្នាហើយខ្ញុំក៏ចាប់ដើមដើរចូលទៅដើម្បីកាច់វីដេអូអញ្ចឹងអ្នកនរគ្នាចាហើយផ្លែវាល្អខ្លាំងមែនតើជាថ្នាក់ហើយខ្ញុំកាន់កាមេរ៉ាមកខាងកាច់ផ្លែផ្អើនឹងយកមកខាងចឹងរៀងបបាក់អ្នកនរគ្នាចាមើលតាមវីដេអូហ្នឹងទៅកាច់អត់ចង់បានទេអ្នកនរគ្នាតែខ្ញុំនៅតែកាច់វីដេអូចឹងអ្នកនរគ្នាប៉ុន្តែខ្ញុំមិនកាច់អីច្រើនណាស់ទេខ្ញុំកាច់តាមមកល្មមវាកាច់បានតែប៉ុណ្្នឹងអ្នកនរគ្នាចាឃើញផ្លែវាល្អខ្លាំងមែនតើរសជាតិវារៀងផ្អែមតិចហើយបន្តមកទៀតមិញខ្ញុំក៏ធ្វើការបេះជាមួយនឹងផ្សិតដំបូកអ្នកនរគ្នាចាផ្សិតដំបូកគឺដោះនៅលើដំបូកអ្នកនរគ្នាផ្សិតដំបូកមានតែមួយពណ៌ទេគឺពណ៌សអ្នកនរគ្នាចាហើយក្លិនវារៀងឈ្ងុយដែរអ្នកនរគ្នាចាហើយនឹងថាមករកផ្សិតកង្កៅប៉ុន្តែអត់បានផ្សិតកង្កៅទេអ្នកនរគ្នាបេះបានផ្សិតដំបូកអញ្ចឹងអ្នកនរគ្នាផ្សិតកង្កៅប្រហែលជាអត់មានដោះអញ្ចឹងអ្នកនរគ្នាមានតែមួយអ្នកនរគ្នាដើរអត់ជួបទេដើរជួបតែផ្សិតដំបូកក៏បេះនឹងផ្សិតដំបូកតែម្ដងទេអ្នកនរគ្នាចាហើយមកបេះមកកន្លែងទៀតហើយចាផ្សិតដំបូកដូចគ្នាដែរអ្នកនរគ្នាចាហើយផ្សិតដំបូកហ្នឹងគេហូបកើតធម្មតាដោយតែផ្សិតកង្កៅទេអ្នកនរគ្នាចាហើយមីខ្ញុំហាត់ក្លិនមើលហ្នឹងខ្លាចថាមានផ្សិតដំបូកអញ្ចឹងអ្នកនរគ្នាខ្លាចតាមមានផ្សិតដំបូកអីក៏ខ្លាចពុលអញ្ចឹងណាចាខ្ញុំមករកផ្សិតលើកនឹងរកផ្សិតអត់សូវបានទេអ្នកនរគ្នាទៅតែជួបជាមួយនឹងផ្សិតដំបូកនឹងដែរអ្នកនរគ្នាចាបើនិយាយពីផ្សិតកង្កៅវិញខ្ញុំដើរចង់សពប្រៃហើយទៅជួបម្ដងថ្ងៃអ្នកនរគ្នាចាជួបមួយហ្នឹងក៏ដកយកតែម្ដងទៅអ្នកនរគ្នាចាដើររកផ្សិតកង្កៅគាត់បានផ្សិតកង្កៅក៏ជួបផ្សិតទ្រឿងអ្នកនរគ្នាផ្សិតទ្រឿងមានពណ៌ក្រហមវាស្លកាដូចគ្នាដែរយើងបេះតែល្អអត់ល្អយើងបោះចោលអញ្ចឹងអ្នកនរគ្នាចាវារៀងលួយខ្លះហើយអ្នកនរគ្នាចាហើយកន្លែងនេះខ្ញុំក៏ដើរលេងទៅអ្នកនរគ្នាដើររកផ្សិតអត់បានហើយវាចាំមើលជាមួយនឹងគេហៅប្រោះស្វាអ្នកគ្នាប្រោះស្វានឹងគេយកទៅធ្វើជ្រក់ធ្វើអីហូបអញ្ចឹងអ្នកគ្នាចាហើយយើងក៏ចាប់ផ្ដើមដើរទៅមកកន្លែងទៀតដែរអ្នកគ្នានៅកន្លែងហ្នឹងចរ៉ាអូអ្នកគ្នាពេលហ្នឹងវាអត់ទាន់មានទឹកឯអ្នកគ្នាតិចទៀតបានមានទឹកអញ្ចឹងអ្នកគ្នាចាយើងដើរធ្វើការដើររដើម្បីទៅបេះសិតបេះអីអញ្ចឹងអ្នកគ្នាដើរលេងសប្បាយពេញតែព្រៃឡើងវល់ពេញតែព្រៃហ្មងអ្នកគ្នាដើររកផ្សិតអត់បានទេតែវល់ហ្មងវល់ពេញព្រៃហ្មងចាហើយអ្នកគ្នាមើលតាមវីដេអូហ្នឹងទៅចាអ្នកគ្នាឲ្យតែដើរប្រទេសឲ្យខ្ញុំបេះហ្នឹងមកអ្នកគ្នាសុទ្ធតែផ្លែឈើព្រៃធម្មជាតិអញ្ចឹងអ្នកគ្នាអាហ្នឹងគេហៅផ្លែស្មាច់អ្នកគ្នាចារសជាតិវារៀងផ្អែមតិចដែរអ្នកគ្នារសជាតិវាឆ្ងាញ់តែអ្នកគ្នាចាហើយកាលនៅក្មេងក៏ខ្ញុំចិត្តហូបផ្លែស្មាច់ហ្នឹងដែរអ្នកគ្នាចាហើយអ្នកគ្នាមើលតាមហ្នឹងទៅបន្ទាប់ពីខ្ញុំបេះស្មាច់ហើយក៏មកមើលមីខ្ញុំធ្វើការបេះជាមួយនឹងផ្លែកណ្ដាប់ឆ្អេងអ្នកគ្នាចាសម្រាប់ផ្លែកណ្ដាប់ឆ្អេងមួយដើមនេះគឺផ្លែរៀងច្រើនគួរសមដែរអ្នកគ្នាចាប៉ុន្តែយើងអត់បេះយកទាំងអស់យើងអត់បេះច្រើនទេអ្នកគ្នាយើងបេះតាមមកល្មមហូបអញ្ចឹងចាហើយមីខ្ញុំក៏ចាប់ផ្ដើមបេះតែម្ដងចាហើយមើលតាមវីដេអូទៅអ្នកគ្នាសម្រាប់ផ្លែកណ្ដាប់ឆ្អេងវិញរសជាតិវារៀងផ្អែមតិចផ្អែមសាបអ្នកគ្នាចានេះមីខ្ញុំក៏បេះបានមួយដៃដែរអ្នកគ្នាឲ្យខ្ញុំកាន់ចឹងអ្នកគ្នាចាហើយខ្ញុំក៏អត់បានបេះបានអីទេអ្នកគ្នាបានតែថតវីដេអូនឹងឯងអ្នកគ្នាចាហើយមីខ្ញុំធ្វើការទាញដើម្បីបេះយកផ្ញើអ្នកទេចឹងអ្នកគ្នាតែបេះអត់បានមកនោះអ្នកគ្នាយើងក៏ចាប់ផ្ដើមដើរខ្ញុំដើរទៅរកផ្សិតចឹងពេលដើររកផ្សិតគឺយើងដើររកពេញតព្រៃហ្នឹងឯងអ្នកគ្នារកផ្សិតពេញតព្រៃចឹងអ្នកគ្នាបន្ទាប់មកក៏បានជួបផ្សិតដែរអ្នកគ្នាជួបផ្សិតដំបូកក៏នៅលើដំបូកអ្នកគ្នាតតែឡើងមកដកចឹងអ្នកគ្នាបានហើយមីខ្ញុំក៏ដកជាមួយនឹងផ្សិតដំបូកហ្នឹងដែរអ្នកគ្នាចាហើយសិតដំបងនេះដែរខ្ញុំដូចជាអត់ដែរឃើញវាមានពងសតដល់គ្នាសិតដំបងមានពងអត់នេះគឺកូនសិតដំបងចឹងដល់គ្នាវាទុយដល់គ្នាចាមីខ្ញុំក៏ធ្វើការដកតែម្ដងទៅដល់គ្នាចានេះមកកន្លែងទៀតដែរដល់គ្នាអានេះវាចាយអញ្ចឹងដល់គ្នាវាចាយហើយដល់គ្នាចាហើយមើលតាមវីដេអូនេះទៅដល់គ្នាពេលយើងដកសិតហើយក៏យើងចាប់ផ្ដើមធ្វើការដើរទៅម៉ូតូដើម្បីទៅផ្ទះវិញចឹងដល់គ្នាហើយវីដេអូនឹងមានតែប៉ុណ្្នឹងទេដល់គ្នាចា